អ្វីដែលសំខាន់ជាងគេនៅក្នុងមេរៀនរបស់យើងនេះគឺតាក់ទងនឹង message template អញ្ចឹងត្រង់កន្លែង message template គឺយើងមាន15ចំណុចដែលយើងត្រូវធ្វើទី1បើសិនជាយើងចង់ធ្វើការផ្ញើសារទៅកាន់អតិថិជនរបស់យើងជាប្រភេទ video ជាមួយនឹងអក្សរជាមួយនឹងប៊ូតុងចុចបាទអានេះគឺតាក់ទងនឹងរូបភាពជាមួយនឹងសំឡេងរបស់យើងពេលដែលយើងចុចត្រង់ហ្នឹងគឺយើងអាចធ្វើការអាប់ឡូតជាមួយនឹងរូបភាពហើយនឹងសំឡេងរបស់យើងដើម្បីផ្ញើសារទៅកាន់អតិថិជនចាស់ៗហើយអានេះគឺតាក់ទងនឹងរូបភាពជាមួយនឹងសំឡេងជាមួយនឹងអក្សរហើយនឹងប៊ូតុងចុចដូចមិញហ្នឹងហើយតាក់ទងនឹងអានេះគឺតាក់ទងនឹងរូបភាពជាមួយនឹងអក្សរណាត្រង់ហ្នឹងរូបភាពជាមួយនឹងអក្សរហើយអានេះគឺតាក់ទងនឹងរូបភាពជាមួយនឹងអក្សរហើយនឹងប៊ូតុងចុចដូចបងបានឃើញអញ្ចឹងហើយត្រង់កន្លែងនេះគឺ media នេះគឺដូចទៅនឹងមិញអញ្ចឹងគ្រាន់តែថាវាអត់មាន caption អត់មានអក្សរឲ្យយើងទេគ្រាន់តែមានតែជាប្រភេទ video ប៊ូតុងចុចឲ្យយើងហើយត្រង់កន្លែង carousel នេះគឺជាប្រភេទ slide អូសទៅមកឆ្វេងស្ដាំដែលយើងអាហ្នឹងជាប្រភេទ slide ហើយត្រង់កន្លែង generic template នេះអានេះគឺជាប្រភេទរូបភាពអក្សរហើយនឹងប៊ូតុងដែលយើងដាក់ហើយសម្រាប់ text with button នេះអានេះគឺយើងផ្ញើជាទម្រង់អក្សរជាមួយនឹងប៊ូតុងចុចហើយ quick reply នេះយើងផ្ញើជាមួយនឹងអក្សរជាមួយនឹងប៊ូតុងចុច load លក្ខណៈ pop up មកហើយ file នេះយើងផ្ញើជាលក្ខណៈ file បើយើងមានជា file យើង upload ជា file ចូលមក file Word Excel ឯហ្នឹងហើយនេះគឺជាប្រភេទ video ដែលយើងធ្វើការ upload video ផ្ទាល់របស់យើងចូលមកកាន់ system តែម្ដងតែធ្វើបែបនេះរៀងយឺតយល់ល្អបើយើងចង់ផ្ញើជា video យើងផ្ញើជា media នេះទៅល្អជាងអញ្ចឹងណាហើយយើងមានជាប្រភេទ audio ផ្ញើតែសំឡេងសុទ្ធទៅភ្ញៀវតែម្ដងមានតែជារូបភាពសុទ្ធហើយនឹងអក្សរសុទ្ធអីចឹងទៅអញ្ចឹងនៅត្រង់កន្លែងនេះគឺដូចទៅនឹងមេរៀនរបៀបផ្ញើសារទៅកាន់អតិថិជនចាស់ៗរបស់យើងអញ្ចឹងបើអត់ខុសគ្នាទេអ្វីដែលយើងត្រូវធ្វើមុនគេគឺកន្លែងនេះគឺយើងដាក់ឈ្មោះដើម្បីចំណាំតែយើងចង់ប្រើអំពីអីអញ្ចឹងខ្ញុំគ្រាន់តែដាក់ថា follow up អូខេហើយត្រង់នេះយើងរើស page ដែលយើងចង់ធ្វើការជ្រើសរើសហើយកន្លែងនេះគឺជា message tag ត្រង់នេះគឺយើងប្រើដោយមានការប្រុងប្រយ័ត្នយើងអាចមើល option របស់គេបន្ថែមអញ្ចឹងថាយើងប្រើបែបណាអញ្ចឹងយើងអាចជ្រើសរើសជាមួយនឹង post purchase បានបន្តមកទៀតត្រង់កន្លែងនេះគឺយើងរើសយកពាក្យថា non promote អាហ្នឹងគឺយើងបើសិនជា page យើងមានប្រមាណពាន់ប្រមាណម៉ឺន subscriber វានឹងធ្វើការ show នៅទីនេះនោះវានឹងធ្វើការផ្ញើទៅទាំងអស់ហើយសម្រាប់24ម៉ោងនេះគឺជាអតិថិជនថ្មីដែលបានឆាតមកកាន់ page យើងអំឡុងពេល24ម៉ោងចុងក្រោយអញ្ចឹងបើយើងរើសយកអាហ្នឹងគឺវាផ្ញើតែ24ម៉ោងចុងក្រោយទេហើយ recurring នេះអានេះគឺជា option មួយដែលល្អដែរអានេះខ្ញុំនឹងធ្វើការបង្ហាញនៅពេលក្រោយអញ្ចឹងអ្វីដែលយើងធ្វើគឺយើងរើសយកពាក្យថា non promote អូខេអញ្ចឹងយើងអូសមកក្រោមមកទៀតអ្វីដែលប្រតិគ្នានោះគឺជាកន្លែង target សំខាន់គឺយើងចង់ធ្វើការផ្ញើសារទៅកាន់អតិថិជនបែបណាបើសិនបើយើងក្នុង page យើងមានរាប់ម៉ឺន subscriber បើសិនជាយើងអត់បានបែងចែក label ទេគឺវានឹងធ្វើការផ្ញើទៅតាពាសអញ្ចឹងហើយបានយើងត្រូវធ្វើការសិក្សាអំពី label អញ្ចឹងត្រង់នេះគឺខ្ញុំមាន label ច្រើនដែលខ្ញុំបានបែងចែកដើម្បីកុំឲ្យច្រឡំជាមេរៀនគឺខ្ញុំយកពាក្យថាភ្ញៀវ VIP អញ្ចឹងនៅក្នុងនោះមានតែម្នាក់ទេនេះឃើញទេមានតែម្នាក់ទេដែលខ្ញុំបានបែងចែកគាត់ហើយត្រង់កន្លែងនេះគឺ exclude បើករណីនៅក្នុងនោះយើងមានច្រើនហើយយើងចង់ដកនរណាចេញឧទាហរណ៍ថានៅក្នុងនោះយើងមានភ្ញៀវដែលបាន follow ហើយអញ្ចឹងដែលបាន follow up ហើយអញ្ចឹងបើសិនជានៅក្នុងនោះមានប្រមាណខ្ញុំដកនេះចេញទៅមាន41អញ្ចឹងខ្ញុំគ្រាន់តែដកភ្ញៀវនេះចេញទៅគឺក្រៅពីនោះផ្ញើបានទាំងអស់អាហ្នឹងគឺជា exclude អញ្ចឹងនៅក្នុងនេះខ្ញុំរើសយកតែ VIP ទេហើយតើតើនឹង gender នេះមិនបាច់លេងវាទេអ្វីដែលសំខាន់ជាងគេនៅក្នុងមេរៀនរបស់យើងនេះគឺតាក់ទងនឹង message template អញ្ចឹងត្រង់កន្លែង message template គឺយើងមាន15ចំណុចដែលយើងត្រូវធ្វើទី1បើសិនជាយើងចង់ធ្វើការផ្ញើសារទៅកាន់អតិថិជនរបស់យើងជាប្រភេទ video ជាមួយនឹងអក្សរជាមួយនឹងប៊ូតុងចុចបាទចឹងយើងរើសយកមកហើយអ្វីដែលយើងត្រូវធ្វើបងប្អូនទាំងអស់គ្នាឃើញទេឡើយនេះបាទយើងចុចត្រង់នេះមកចុចត្រង់ហ្នឹងគេនឹងធ្វើការបង្ហាញជា sample បើសិនជាយើងចង់យកជាប្រភេទ video ពី page ណាក៏បានដែរដោយយើងចុចយកលំនាំតាម URL នេះយើង copy មកបាទយើង copy មក copy ហើយយើងយកមកផាសជាមួយនឹងទម្រង់នេះបាទផាសមកបន្ទាប់មកយើងត្រូវចូលទៅក្នុង page របស់យើងនេះយើង copy page name ខ្ញុំឧទាហរណ៍ក្នុង page របស់ខ្ញុំនេះ page name គេហៅ page នេះចឹង page ហ្នឹងពេលខ្លះគឺមិនមែនជាទម្រង់ជាអក្សរចឹងទេគឺជាទម្រង់លេខអញ្ចឹងយើងឲ្យតែបានបន្ទាប់ពី Facebook ហ្នឹងមកមានលេខដែលយើងបញ្ជាក់ថាជាលេខឈ្មោះ page យើងយើងយកមកដាក់នៅត្រង់កន្លែងហ្នឹងមកហើយអានេះគឺជា video ID អញ្ចឹងយើងចូលទៅក្នុង page ហ្នឹងដដែលយើងទៅរកមើល video ណាដែលយើងចង់ផ្ញើខ្ញុំឧទាហរណ៍ video នេះអូខេខ្ញុំយក video នេះចឹងនេះគឺជា ID របស់ video មួយហ្នឹងបាទខ្ញុំ copy ហើយខ្ញុំយកមកផាសចូលនៅក្នុងនេះ
បាទក្នុងហ្នឹងណាដើម្បីឲ្យប្រកាសថាវីដេអូនោះត្រឹមត្រូវឬអត់យើងអាច select លើវាហើយយើងមកស្ដាប់យើងយកពាក្យនេះបើសិនជាវា play វីដេអូនោះមានន័យថាវីដេអូនោះគឺត្រឹមត្រូវហើយអាហ្នឹងគឺបែបហ្នឹងហើយត្រង់កន្លែងនេះគឺជាកន្លែងដែលយើងធ្វើការសរសេរនៅអក្សរដើម្បីឲ្យមានភាពទាក់ទាញទៅកាន់អតិថិជនរបស់យើងអាចសរសេរដាក់ថាអានេះដាក់ឈ្មោះរបស់គាត់អានេះករណីយើងដាក់ឈ្មោះយើងមិនបាច់ដាក់ឈ្មោះក៏បានដែរពេលខ្លះវាអាច error អញ្ចឹងណាអូខេចឹងយើងអាចសរសេរអញ្ចឹងទៅហើយនេះគឺជាប៊ូតុងដែលយើងដាក់ដើម្បីឲ្យមានភាពទាក់ទាញយើងអាចដាក់ថាបាទចាប់អារម្មណ៍ហើយត្រង់កន្លែងនេះយើងរើសតែយើងចង់ឲ្យពេលដែលគាត់ចុចលើនោះចេញអីចេញ call ទៅយើងឬក៏ចេញ Telegram បើយើងយកបែបនេះយើងមានថាចេញ Telegram យើង copy link Telegram យើងមកហើយបើយើងរើសយក postback នេះមានន័យថាយើងត្រូវជ្រើសរើសនៅ template ដែលយើងបានបង្កើតហើយនៅក្នុង bot manager ត្រង់កន្លែង bot reply អញ្ចឹងខ្ញុំអាចដាក់ថាខ្ញុំចាប់អារម្មណ៍អញ្ចឹងនៅពេលដែលគាត់ចុចទៅលើហ្នឹងឲ្យចេញអីគេអញ្ចឹងខ្ញុំអាចឲ្យគាត់ចុចលើហ្នឹងទៅយើងចេញអំពីសេវាកម្មឬក៏ promotion របស់យើងនេះហើយនៅក្នុងហ្នឹងយើងអាចធ្វើការដាក់បាន3ប៊ូតុងណាមានថាយើងដាក់បាន3បន្ទាប់មកយើងគ្រាន់តែធ្វើការចុច create ហ្នឹងមកចុច create មកយើងចុចត្រង់កន្លែងនេះគឺ